អ្នករាល់គ្នាប្រញាប់មើលការបង្ហោះក្នុងបណ្ដាញសង្គមរបស់មិត្តភ័ក្តិទៅពិតជាពិបាកភ្នែកណាស់មិនឆ្ងល់ទេដែលមួយរយៈនេះណាត់មិនដែលចេញមកសោះរាល់ពេលចេញមកម្ដងគឺគេហៅតែស្រីឲ្យពួកយើងចំណែកឯខ្លួនឯងវិញបែរជាលាក់ខ្លួនទុកនៅផ្ទះទៅវិញមើលដៃនេះទៅពិតជាមិនធម្មតាមែននេះមិនមែនជាខ្សែដៃដែលនៅលើដៃរបស់ពេយ៉ានទេអីនាងប្រហែលជាចង់ដណ្ដើមសង្សារឯងហើយដឹងខ្ញុំមិនមែនចង់មកបើកទ្វារឲ្យឯងនៅថ្ងៃនេះទេហើយក៏មិនចង់ឃើញមុខឯងដែរហ៊ូជើយូធីងពួកអ្នកសារព័ត៌មានថតបានរូបភាពឯងនៅជាមួយស្រីផ្សេងធ្វើឲ្យពេយ៉ានពិបាកចិត្តខ្លាំងណាស់ដែលខ្ញុំនាំនាងចេញមកដើរលេងឲ្យធូរស្បើយក្នុងចិត្តគឺព្រោះតែខ្លាចនាងខឹងនឹងឯងមើលទៅដូចជាខ្ញុំបារម្ភលើសហើយហ៊ូជើខ្ញុំមិនដែលគិតបែបហ្នឹងទេគឺសុទ្ធតែជាពួកអាមនុខូចទាំងនោះជាអ្នកបង្កឡើយខ្លួនឯងធ្វើខុសហើយនៅចង់មកបង្កបញ្ហាទៀតពេយ៉ានតើឯងនៅឯណានឹងគ្មានអ្នកណាម្នាក់ដូចជាឯងទៀតឡើយនៅពេលដែលខ្ញុំទទួលបានចំណាត់ថ្នាក់លេខ1ពាក្យដំបូងដែលឯងនិយាយមិនមែនជាការជំរុញឲ្យខំប្រឹងបន្តទៀតទេប៉ុន្តែបែរជាសួរខ្ញុំថាហត់ឬអត់នឹងគ្មានអ្នកណាម្នាក់ដែលសប្បាយចិត្តជាងខ្លួនខ្ញុំទៅទៀតនៅពេលដែលឃើញខ្ញុំមានកេរ្តិ៍ឈ្មោះល្បីល្បាញការផ្ដល់ឲ្យឯងនៅចំណែកមួយនេះប្រហែលជាហត់នឿយណាស់ហើយមែនទេដឹងទេថា5ឆ្នាំមកនេះឯងពូកែជាងមនុស្សជាច្រើនណាស់ប្រសិនបើម៉ាក់របស់ឯងដឹងគាត់ប្រកាសជាមានមោទនភាពចំពោះឯងបំផុតតើអ្នកជានរណានេះជាលេខថ្មីរបស់ខ្ញុំបើឯងត្រូវការខ្ញុំអាចឲ្យគេទៅជួយឆែកមើលថាជាលេខរបស់អ្នកណាយូធីងជួយផងខ្ញុំទៅតែភ្លេចនិយាយថាកញ្ញាលីនអាចជួយខ្ញុំបានទេចូលចិត្តមិត្តភក្តិមែនទេឥឡូវនាងនៅតែខឹងខ្លាំងនៅឡើយឯងជួយជូននាងត្រឡប់ទៅវិញផងវាមិនសូវស្រួលប៉ុន្មានទេខ្លាចគេយល់ច្រឡំមិត្តភក្តិឲ្យជួយអង្វរផងជួយមិត្តម្នាក់នេះម្ដងទៅឃើញថាឯងជាមិត្តល្អទើបខ្ញុំសុខចិត្តជួយពួកឯងបន្តិចចុះពេយ៉ានតាមពិតទៅយូធីងមិនមែនបែបហ្នឹងទេបើឯងនៅតែនិយាយការពារលីយូធីងទៀតខ្ញុំក៏មិនស្ដាប់ដែរនៅទីនេះពិបាករកឡានណាស់ឲ្យខ្ញុំជូនឯងទៅផ្ទះវិញទៅអូខ្សឹបប្រាប់ផងពេយ៉ានត្រឡប់មកវិញហើយក្មេងម្នាក់នេះខ្ញុំស្រឡាញ់ចេញពីចិត្តគឺយូធីងដែលវង្វេងវង្វាន់ប៉ុន្តែធៀបពិតគេមិនមែនជាមនុស្សអាក្រក់ទេមែនហើយលោកម្ចាស់ការភ្ជាប់ពាក្យរបស់គ្រួសារទាំងពីរមិនត្រឹមតែពាក់ព័ន្ធនឹងរឿងមនោសញ្ចេតនារបស់កូនប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាប់ពាក់ព័ន្ធនឹងការវិនិយោគគម្រោងថ្មីដែលមានតម្លៃរាប់ពាន់លានទៀតផងតែខ្ញុំឲ្យកូនស្រីភ្ជាប់ពាក្យជាមួយកូនប្រុសលោកក៏ព្រោះតែនាងស្រឡាញ់គេឥឡូវនេះបើមិនស្រឡាញ់ទៀតទេកិច្ចសន្យាភ្ជាប់ពាក្យក៏ត្រូវរំលាយចោលយ៉ាងឲ្យប៉ុន្មានឆ្នាំមកនេះពូមីងស្រឡាញ់ក្មួយដូចជាកូនបង្កើតអញ្ចឹងអញ្ជើញត្រឡប់ល្អមិត្តភក្តិខ្ញុំថ្ងៃនេះអារម្មណ៍មិនល្អទេការចំណាយទាំងអស់ដាក់មកលើខ្ញុំជួយមើលថែគេផងកុំបារម្ភអញ្ជើញមកតាមសម្រួលចៅវាយសុស្ដីអញ្ជើញមកទីនេះខ្ញុំនឹងផឹកជាមួយលោកបន្តិចយូធីងឯងលេងតាមសម្រួលទៅបើមានការអីខលមកខ្ញុំប្រាប់មកមើលពេយ៉ានគេពិតជាមិនត្រូវការខ្ញុំទៀតមែនទេមិនអាចទេគេគ្រាន់តែប្រកាន់បន្តិចបន្តួចប៉ុណ្ណោះគេជាមនុស្សចិត្តទន់បំផុតឯងមិនដឹងទេអីពេយ៉ានហេតុអ្វីបានជាឯងមកទីនេះខ្ញុំគ្រាន់តែមកលេងទីនេះមិនមែនដូចអ្វីដែលឯងគិតនោះទេថ្ងៃនេះគេអារម្មណ៍មិនល្អក៏ហៅស្រីមកផឹកស្រាអ្នកកំដរឲ្យខ្ញុំកំដរែងទៅល្អណាស់ឯងក៏សង្ហាដែរពិតជាពូកែឡើងដៃមែនចេះទាំងរបៀបនេះទៀតហេតុអ្វីបានជាឯងចូលចិត្តគេខ្លាំងម្ល៉េះអ្នកណាថាខ្ញុំចូលចិត្តគេខ្ញុំមិនចូលចិត្តទេចាប់តាំងពីខ្ញុំបានឃើញឯងលើកដំបូងនៅអាយុ20ឆ្នាំមកខ្ញុំមិនដែលចាប់អារម្មណ៍អ្នកណាម្នាក់ផ្សេងទៀតឡើយខ្ញុំធ្វើអីម៉ាក់ខ្ញុំប្រាប់ថាឲ្យរំឲ្យអស់ពីចិត្តនោះសំណាងនឹងកាន់តែល្អប៉ុន្តែប៉ាខ្ញុំស្លាប់បាត់ហើយគ្មានទេមិនថាពេយ៉ាននៅបន្ទប់ណាយាកឈីវស្ដាប់បង្គាប់ណាខាងក្នុងមានភ្ញៀវកិត្តិយសមិនចង់ទេ